លើកក្រោយលែងហ៊ានសន្យាអីជាមួយកូនទៀតហើយបងប្អូនអើយពួកក្មេងៗគាត់ចាំបានល្អជាងមនុស្សចាស់កាលពីមួយអាទិត្យមុនហ្នឹងគឺកូនខ្ញុំគាត់រៀបចំខ្លួនទៅសាលារៀនប៉ុន្តែគាត់រាំងញែកងាក់បន្តិចគាត់អត់ចង់ទៅអញ្ចឹងណាហើយខ្ញុំឃើញកូនញែកងាក់អត់ចង់ទៅសាលាអញ្ចឹងខ្ញុំក៏លួងគាត់លួងថាកូនរៀបចំខ្លួនទៅហើយនៅពេលដែលមកពីសាលារៀនវិញចាំម៉ាមីធ្វើនំផ្លែអាយឲ្យញ៉ាំព្រោះអីខ្ញុំដឹងថាកូនខ្ញុំចូលចិត្តញ៉ាំនំផ្លែអាយអញ្ចឹងណានឹងហើយដល់ពេលឮតែនំផ្លែអាយអញ្ចឹងគាត់ក៏មានកម្លាំងចិត្តឲ្យរៀបចំខ្លួនទៅសាលានៅពេលដែលមកពីសាលារៀនវិញក៏មិនឮគាត់និយាយអីដែររំលងផុតឡើង4-5ថ្ងៃអីទៅតែល្ងាចមិញនេះបងប្អូនអើយទៅតែលើគាត់និយាយថាខ្ញុំនឹងក្បត់សន្យាភ្លេចសន្យាខ្លួនឯងខ្ញុំសួរគាត់ថាសន្យាអីគេគាត់ថាខ្ញុំនឹងសន្យាថាធ្វើនំផ្លែអាយឲ្យគាត់ញ៉ាំឥឡូវខ្ញុំចាមកសងសន្យាវិញហើយគឺខ្ញុំធ្វើនំផ្លែអាយឲ្យគាត់កូនខ្ញុំគឺគាត់ជួយចិត្តញ៉ាំនំនឹងមែនទែនសូម្បីតែខ្ញុំក៏ជួយចិត្តញ៉ាំដែរ